សេខាប្រឹក្សាសូមណែនាំពីវិធីធ្វើឲ្យទូរស័ព្ទដៃរបស់លោកអ្នកកាន់ថ្មបានយូរសរសេរមកមើលយូរវ័យទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃទូរស័ព្ទទំនើបរបស់លោកអ្នកកាន់តែអស្ចារ្យជាលំដាប់ជាមួយនឹងកម្មវិធី software ហើយនឹងមានលក្ខណៈពិសេសចុងក្រោយបំផុតនៃបច្ចេកវិទ្យាហើយវាធ្វើការយ៉ាងសកម្មដើម្បីទទួលបាននូវបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទដៃរបស់លោកអ្នកកាន់តែរីករាយនិងមានប្រយោជន៍បំផុតប៉ុន្តែជាមួយគ្នានេះដែរវាក៏មានបញ្ហាមួយចំនួនផងដែរកម្មវិធីទាំងអស់នេះគឺធ្វើឲ្យទូរស័ព្ទដៃរបស់លោកអ្នកឆាប់អស់ថ្មអ្នកនៅទទួលបានបទពិសោធន៍យ៉ាងរីករាយនិងកាន់តែមានប្រយោជន៍បំផុតប៉ុន្តែទូរស័ព្ទដៃរបស់លោកអ្នកកាន់ថ្មមិនបានយូរឡើយអូខេកុំបារម្ភមានវិធីយ៉ាងឆាប់រហ័សនិងងាយៗដើម្បីថែរក្សានៅថាមពលថ្មទូរស័ព្ទដៃរបស់លោកអ្នកឲ្យប្រើប្រាស់បានយូរអូខេអនុញ្ញាតឲ្យខ្ញុំណែនាំពីគន្លឹះសំខាន់ៗទាំង5យ៉ាងដូចតទៅបាទជាធម្មតានៅពេលដែលពន្លឺនៅលើអេក្រង់ទូរស័ព្ទកាន់តែភ្លឺនោះវាធ្វើឲ្យទូរស័ព្ទរបស់យើងកាន់តែឆាប់អស់ថ្មហើយនៅពេលខ្លះយើងមិនអាចត្រូវការពន្លឺខ្លាំងពេកនោះទេសម្រាប់ការប្រើប្រាស់ទូរស័ព្ទធម្មតានេះគឺជាវិធីសម្រាប់គ្រប់គ្រងពន្លឺនៅលើអេក្រង់ទូរស័ព្ទហើយយើងអាចប្រើ Control Center ដើម្បីតម្លើងឬក៏បន្ថយពន្លឺឬក៏ចូលទៅកាន់ Setting យកពាក្យ Display Brightness ហើយបន្ថយពន្លឺរួចយក Disable Auto Brightness មានអ្វីបន្តទៀតអញ្ចឹងតោះសូមពិនិត្យមើល Background and Refresh របស់អ្នកតែងតែបើក on វាធ្វើឲ្យកម្មវិធីដំណើរការទៅលើ background ដែលអ្នកកំពុងតែបើកកម្មវិធីជាច្រើនក្នុងពេលតែមួយតាមពិតវាល្អប៉ុន្តែវាក៏ឆាប់អស់ថ្មដែរសូមចូលទៅកាន់ Setting យកពាក្យ General បន្តមកយកពាក្យ Background and Refresh បិទមុខងារដំណើរការរបស់វាជាទូទៅឬក៏អ្នកអាចចូលទៅបិទកម្មវិធី app ម្ដងមួយលយអត់នៅក្នុង Notification Center របស់លោកអ្នកមានកម្មវិធីតូចៗជាច្រើនដែលអាចជាការបង្ហាញនៅលទ្ធផលពិន្ទុកីឡាអូតូនិយមចាំថ្ងៃនិងផ្សេងទៀតជាច្រើនវាទាញទិន្នន័យអូគឺថាញឹកញាប់ណាស់ហើយវាស៊ីថ្មទូរស័ព្ទដៃរបស់លោកអ្នកខ្លាំងផងដែរអ្នកអាចស្វែងរក Notification Center ដោយទាញពីលើអេក្រង់ចុងមកក្រោមរួចចុចលើ Today ហើយចុច Edit នៅខាងក្រោមបន្តមកអ្នកអាចបិទកម្មវិធីទាំងនោះកុំឲ្យដំណើរការមានអារម្មណ៍ថាថាមពលថ្មរបស់អ្នកខ្លាំងជាងមុនមែនទេតោះសាកធ្វើតាមរបៀបផ្សេងទៀតកម្មវិធី Location Tracking App កម្មវិធី App ទាំងនេះល្អដែលអ្នកត្រូវការរកទីតាំងទៅលើ GPS ឬបើសិនចង់កំណត់នៅភូមិសាស្ត្រទៅលើរូបភាពរបស់អ្នកប៉ុន្តែវាស៊ីថ្មខ្លាំងណាស់បើជាដំបូងយើងយកពាក្យ Setting បន្តមកយក Privacy បន្តមកទៀតយក Location Service យើងអាចបិទមួយណាក៏បានឬក៏បិទទាំងអស់ក៏បានមុខងារ Face បញ្ជូន email notification ទៅលើ home screen របស់អ្នកវាចាំរកមើល email រហូតបាទវាស៊ីថ្មខ្លាំងណាស់បិទវាចោលហើយឆែកមើល email ដោយផ្ទាល់តាមរយៈកម្មវិធី mail វិញតោះបិទវាបើជាដំបូងយើងយកពាក្យ setting បន្តមកយកពាក្យ mail contact calendar បន្តមកយកពាក្យ fetch new data បន្តមកបិទទីនេះតែម្ដងបាទទាំងអស់នេះធ្វើឲ្យទូរស័ព្ទដៃរបស់អ្នកកាន់ថ្មបានយូរហើយគន្លឹះសំខាន់ៗទាំងអស់នេះវាខ្លីបន្តិចមែនប៉ុន្តែវាក៏អាចជួយដល់ថ្មទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់បានយូរផងដែរមានគន្លឹះសំខាន់ជាច្រើនទៀតដែលត្រូវបង្ហាញជូនដូច្នេះសូមរងចាំតាមដានទស្សនាជាបន្តអរគុណជម្រាបលា